Hello សួស្តី WhatsApp អ្នកទាំងអស់គ្នាសារជាថ្មីថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំត្រូវទៅភ្នំពេញវិញដើម្បីស្អែកយើងធ្វើការហើយខ្ញុំគិតថាខ្ញុំអត់ថតទេតែបើសិនជាអត់ថតវាមិនកើតព្រោះមកផ្លូវជាតិលេខ5នេះទេសភាពដែលខ្ញុំស្រឡាញ់ជាងគេគឺពេលខ្ញុំមកដល់ទឹកដីពោធិ៍សាត់ផ្លូវវាងក្រុងពោធិ៍សាត់ចឹងទាំងសងខាងគឺទេសភាពគឺស្អាតមែនតើពេលដែលខ្ញុំទៅស្រុកគឺពេលយប់ចឹងមើលអត់ឃើញទេហើយដល់ពេលឥឡូវគឺពេលថ្ងៃចឹងខ្ញុំនឹងថតឲ្យអ្នកទាំងអស់គ្នាមើលអ្នកដែលបានធ្លាប់មកតាមផ្លូវហ្នឹងគឺដឹងហើយបើអ្នកអត់ដែលមកទេគឺអាចមើលវីដេអូខ្ញុំបានហើយខាងមុខគឺមានស្ពានហើយយើងមានផ្លូវបត់ចូលក្រុងវិញនេះផ្លូវចូលក្រុងវិញហើយខាងមុខគឺមានស្ពានចាំចូលក្រុងយើងបថយលបឿនតិចមកចឹងពីពេញទៅបាត់ដំបងមានតែផ្លូវនឹងមួយទេដែលមានស្ពានណាផ្លូវវាងក្រុងដែលមានស្ពានណាហើយស្អាតហើយស្ពានគឺស្ពានខ្ពស់មិនមែនទាបទេគឺខ្ពស់จะដល់ស្ពានហើយយើងមើលឃើញទេសភាពនៅក្នុងក្រុងនៅវាលស្រែនៅក្នុងខេត្តពោធិ៍សាត់នេះផ្ទាល់យើងដល់ស្ពាននេះឃើញអ្នកនរគ្នាឃើញស្ពានខ្ពស់ហើយជាលក្ខណៈដូចស្ពានអាកាសខ្លះស្ពានឆ្លងទឹកចឹងខ្ញុំស្រឡាញ់ទីនេះមែនតើទេសភាពសងខាងគឺស្អាតខ្ញុំថតច្រើនដងហើយតែខ្ញុំមិនដែលថតផងនិយាយផងបើច្រើនខ្ញុំថតហើយដាក់ចម្រៀងឲ្យអ្នកនរគ្នាស្ដាប់វិញហើយមើលទេសភាពចឹងនេះខ្ញុំដាក់ម៉ៃនិយាយហ្មងទៅនេះស្ទឹងពោធិ៍សាត់អូគេបណ្ដាំងទូកគេបណ្ដាំងទូកលយតាបណ្ដាំងទូកយើងឆ្លងស្ពានផុតណែទេសភាពឃើញទេឡយទេដូចខ្ញុំនិយាយទេគឺកប់សេរីតែម្ដងភ្នំជួរភ្នំវែងហើយវាលស្រែខាងនេះក្រុងខាងនេះវាលស្រែដើមត្នោតហើយចំខែនេះជាខែភ្លៀងខែទឹកច្រើនហងអញ្ចឹងរុក្ខជាតិគឺបៃតងបងនិយាយទៅខ្ញុំធ្លាប់មកចូលឆ្នាំដែរចូលឆ្នាំក៏ទេសភាពមើលទៅក៏វាមិនសោះអាក្រក់ពេកដែរវានៅតែបៃតងស្អាតដដែលអត់ទាន់មានផ្ទះច្រើនទេដោយសារផ្លូវនេះវាជាផ្លូវវាងជាផ្លូវថ្មីអញ្ចឹងផ្ទះអីហ្នឹងក៏អត់សូវមានទេហើយនេះប្រហែលជាគេធ្វើហាងកាហ្វេប្រហែលតាមខ្ញុំគិតមើលការដេកអាចជាហាងកាហ្វេឬក៏កន្លែងហូបអីហ្នឹងនោះស្ទមវៀតណាមប្រហែលហើយរូបហ្នឹងវាចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេឲ្យអ្នកទាំងអស់គ្នាមើលពីទេសភាពខេត្តជាពិសេសផ្លូវវាងក្រុងពោធិ៍សាត់ហើយវីដេអូនេះអត់មានអីច្រើនទេដោយសារតែតាមផ្លូវខ្ញុំថតច្រើនហើយក៏លើកហ្នឹងចង់ឲ្យមើល
ផ្លូវដែលខ្ញុំស្រឡាញ់ជាងគេនៅខាងពោធិ៍សាត់ហ្នឹងអញ្ចឹងអរគុណច្រើនអ្នកនរគ្នាសម្រាប់ទស្សនាវីដេអូនេះពីដើមដល់ចប់កុំភ្លេចចុច like ហើយ Subscribe Channel របស់ខ្ញុំផងដើម្បីទទួលបាននៅវីដេអូថ្មីជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយទៀតអរគុណច្រើនជម្រាបលាបាយបាយ